ខាងក្រោមនេះគឺជាប្រភេទយន្តហោះដែលស័ក្តិសមសម្រាប់កម្ពុជាទាំងតម្លៃទាំងការផ្ទុកគ្រឿងសព្វវុធនិងការជួសជុលនឹងគ្រឿងបន្លាស់ 1. FTC 2000របស់ចិនជំរឿសសន្សំសំចៃបំផុតនេះគឺជាប្រភេទយន្តហោះដែលត្រូវបានរចនាឡើងសម្រាប់ប្រទេសដែលមានកម្រិតថវិកាមធ្យមប៉ុន្តែចង់បានសមត្ថភាពពហុតួនាទីតម្លៃប្រហែលជា 8.5 លានទៅ 10 លានក្នុងមួយគ្រឿងថោកបំផុតក្នុងចំណោមយន្តហោះចម្បាំងទំនើបសមត្ថភាពអាវុធមានកន្លែងព្យួរអាវុធចំនួន 7 ចំណុចដែលបានផ្ទុករហូតដល់ 3 តោនរួមមានមីស៊ីលលើអាកាសទៅអាកាសគ្រាប់បែកនិងមីស៊ីលប្រឆាំងនាវាហេតុអ្វីបានជាវាស័ក្តិសមជាមួយនឹងកម្ពុជាពីព្រោះដោយសារតែកម្ពុជាមានទំនាក់ទំនងល្អជាមួយចិនការទិញនិងការផ្គត់ផ្គង់គ្រឿងបន្លាស់គឺមានភាពងាយស្រួលខ្លាំង 2. យ៉ាក់ 130 របស់រុស្ស៊ីរហស្សនាមឡានដឹកទំនិញលើអាកាសទោះបីជាវាមានរូបរាងតូចប៉ុន្តែវាត្រូវបានគេហៅថាយន្តហោះវឹកវើដែលអាចប្រែក្លាយជាយន្តហោះចម្បាំងដ៏ខ្លាំងក្លាតម្លៃប្រហែលជា $15 លានក្នុងមួយគ្រឿងសមត្ថភាពអាវុធមានចំណុចព្យួរអាវុធរហូតដល់ 9 កន្លែងនិងអាចផ្ទុកអាវុធបាន 3 តោនវាអាចប្រើប្រាស់អាវុធបានគ្រប់ប្រភេទដែលយន្តហោះចម្បាំងធំរបស់រុស្ស៊ីប្រើហេតុអ្វីបានជាវាស័ក្តិសមជាមួយនឹងកម្ពុជាទ័ពអាកាសកម្ពុជាមានមូលដ្ឋានបច្ចេកទេសយោធារុស្ស៊ីស្រាប់ដែលងាយស្រួលក្នុងការថែទាំ 3. FA-50 Golden Eagle របស់កូរ៉េខាងត្បូងរហស្សនាមខ្លាច្បាស់កាយន្តហោះនេះមានបច្ចេកវិទ្យាខ្ពស់ជាងពីខាងលើប៉ុន្តែតម្លៃខ្ពស់ជាងបន្តិចតម្លៃប្រហែលជា $30 លានក្នុងមួយគ្រឿងសមត្ថភាពអាវុធផ្ទុកអាវុធប្រហែលជា 4.5 តោននិងបំពាក់ដោយប្រព័ន្ធរ៉ាដាទំនើបដែលអាចវាយប្រហារគោលដៅបានយ៉ាងសុក្រឹតហើយអ្វីបានជាវាស័ក្តិសមជាមួយនឹងកម្ពុជារបស់យើងវាជាយន្តហោះដែលប្រទេសក្នុងតំបន់អាស៊ានដូចជាថៃហ្វីលីពីននិងឥណ្ឌូនេស៊ីកំពុងប្រើប្រាស់យ៉ាងជោគជ័យប្រសិនបើផ្ដោតលើតម្លៃថោកនិងភាពងាយស្រួលផ្នែកនយោបាយនោះ FTC 2000G របស់ចិនគឺជាជម្រើសលេខ1សម្រាប់កម្ពុជាប៉ុន្តែបើចង់បានតុល្យភាពរវាងតម្លៃនិងគុណភាពប្រយុទ្ធពិតប្រាកដនោះយ៉ាក 130 របស់រុស្ស៊ីគឺជាជម្រើសដ៏ស្វិតស្វាញបំផុតរបស់កម្ពុជា